ពីព្រៃនាយមានស្រមោចនិងកណ្ដូបរស់នៅលើវាស្មៅមួយថ្ងៃមួយសត្វស្រមោចខំធ្វើការយ៉ាងលំបាកដើម្បីប្រមូលគ្រាប់ធនជាតិពីវាស្រែរបស់កសិករដែលនៅឆ្ងាយសែនឆ្ងាយពួកវាខិតខំធ្វើការដែលមានវិន័យតឹងរឹងពួកវាបានប្រញាប់ប្រញាល់ទៅវាស្រែជារៀងរាល់ព្រឹកនៅពេលពន្លឺគ្រប់គ្រាន់វាអាចមើលឃើញហើយត្រឡប់មកវិញជាមួយនឹងគ្រាប់ធនជាតិស្រាលល្មមនៅលើក្បាលរបស់ពួកវានោះពួកវាបានដាក់គ្រាប់ធនជាតិយ៉ាងប្រុងប្រយ័ត្ននៅក្នុងសំបុកពួកវាហើយក៏ប្រញាប់ប្រញាល់ត្រឡប់ទៅវាស្រែវិញម្ដងទៀតផ្ទុយទៅវិញសត្វកណ្ដូបគឺជាសត្វដែលខ្ជិលហើយតែងតែសម្រាកពេញមួយថ្ងៃក្រោមម្លប់ច្រៀងបទចម្រៀងរបស់វានិងញ៉ាំអាហារយ៉ាងឆ្ងាញ់វាសប្បាយរីករាយនឹងជីវិតរបស់វាយ៉ាងពេញទំហឹងដែលមិនព្រួយពីការលំបាកដែលកើតឡើងនៅពេលខាងមុខវាតែងតែអាណិតដល់ស្រមោចតូចៗដែលខំធ្វើការពេញមួយថ្ងៃច្រើនថ្ងៃបានកន្លងផុតសត្វកណ្ដូបបានលោតចុះឡើងនៅលើវាស្មៅដោយភាពខ្ជិលច្អោភាពសប្បាយរីករាយនឹងអាហារឆ្ងាញ់ហើយនិយាយតិចៗនឹងច្រៀងតែម្នាក់ឯងដែលហេតុថាជីវិតគឺជាការសប្បាយរីករាយខណៈពេលដែលស្រមោចកំពុងតែជញ្ជូនគ្រាប់ធនជាតិនាំទៅសម្បុករបស់គេយ៉ាងលំបាកបំផុតនៅថ្ងៃមួយនៅពេលដែលស្រមោចកំពុងតែជញ្ជូនគ្រាប់ធនជាតិមានស្រមោចមួយបានដួលដោយសារតែទម្ងន់ដ៏ធ្ងន់របស់គ្រាប់ធនជាតិនោះវាអស់កម្លាំងហើយមានការឈឺចាប់ណាស់សត្វកណ្ដូបមិនបានជួយដល់ស្រមោចទេបានត្រឹមតែឈរមើលនិងសើចតែប៉ុណ្ណោះស្រមោចបានស្នើសុំជំនួយបងកណ្ដូបតើបងកណ្ដូបអាចជួយខ្ញុំលើកគ្រាប់ធនជាតិនេះទៅដល់សម្បុករបស់ខ្ញុំបានអត់ខ្ញុំច្បាស់ជាអរគុណបងយ៉ាងខ្លាំងប៉ុន្តែសត្វកណ្ដូបមិនអើពើនឹងស្រមោចហើយក៏បន្តលេងតន្ត្រីរបស់វាបន្តទៀតដោយការប្រឹងប្រែងជាច្រើនលើកស្រមោចក៏អាចលើកគ្រាប់ធនជាតិនោះរួចតែម្នាក់ឯងតែប៉ុណ្ណោះហើយអ្វីបានចែងប្រឹងប្រែងខ្លាំងម្ល៉េះស្រមោចជាទីស្រឡាញ់សត្វកណ្ដូបបាននិយាយចូលបោសម្រាប់មកផ្លែទៅហើយស្ដាប់ចម្រៀងរបស់ខ្ញុំពេលនេះគឺជារដូវក្តៅគឺនៅវែងឆ្ងាយទៀតនិងស្រស់ថ្លាណាស់ហើយអ្វីបានជាខ្ជះខ្ជាយភាពរីករាយក្រោមពន្លឺព្រះអាទិត្យទៅធ្វើការនឹងកិច្ចការដ៏លំបាកទៅវិញស្រមោចមិនអើពើជាមួយនឹងសត្វកណ្ដូបហើយក៏បានជំនះទៅមុខហើយវាកាន់តែប្រញាប់ទៅវាស្រែកាន់តែលឿនវាធ្វើឲ្យសត្វកណ្ដូបសាយកាន់តែលឺឡើងឯពិតជាស្រមោចតូចដែលល្ងីល្ងើមែនបន្ទាប់ពីស្រមោចចេញទៅវាក៏ស្រែកទៀតមកហើយរួមជាមួយខ្ញុំបំភ្លេចការងាររបស់ឯងទៅណាមកសប្បាយរីករាយនឹងរដូវក្តៅនេះជីវិតយើងខ្លីណាស់ប៉ុន្តែខ្ញុំកំពុងតែរៀបចំអាហារសម្រាប់រដូវរងាណាស្រមោចបាននិយាយហើយខ្ញុំក៏សូមណែនាំឲ្យកណ្ដូបឯងធ្វើដូចជាខ្ញុំអញ្ចឹងហើយអ្វីបានជាខ្វល់ខ្វាយពីរដូវរងាក៏បានឆ្លើយតបបច្ចុប្បន្នយើងមានស្បៀងអាហារច្រើនណាស់ហើយនឹងមានពេលច្រើនណាស់ដើម្បីរៀបចំអាហារសម្រាប់រដូវរងានោះប៉ុន្តែស្រមោចបានដឹងពីអ្វីដែលវាបានធ្វើហើយវាបានបន្តដំណើរទៅមុខនិងបន្តការងាររបស់វាបន្តទៀតហើយសត្វកណ្ដូបបានដើរកាត់វាស្មៅច្រៀងនិងរាំយ៉ាងសប្បាយរីករាយបំផុតអ្វីទាំងអស់បានបន្តជារៀងរាល់ថ្ងៃដោយមិនធ្វើការនិងរៀបចំអាហារសម្រាប់រដូវរងាសត្វកណ្ដូបចូលចិត្តរាំច្រៀងនិងលេងកម្សាន្តនៅពេលទំនេររបស់វាមិនដឹងថាថ្ងៃដ៏អស្ចារ្យនិងរដូវក្តៅមិនមានជារៀងរហូតទេហើយរដូវត្រជាក់និងភ្លៀងក៏ចូលមកដល់ក្នុងពេលឆាប់នេះរដូវក្តៅឈានទៅរករដូវស្លឹកឈើជ្រុះហើយរដូវស្លឹកឈើជ្រុះប្រែទៅជារដូវរងាទៅវិញព្រះអាទិត្យមិនអាចមើលឃើញទេហើយពេលថ្ងៃគឺខ្លីណាស់